ចឹងនៅលើវីដេអូទី7នេះខ្ញុំនឹងធ្វើការបង្ហាញបាទពីការបើកឯកសាររបស់យើងនោះមកធ្វើការងារបន្តអញ្ចឹងក្រោយពេលដែលយើងធ្វើការងារហើយយើងធ្វើការ save ហើយអញ្ចឹងយើងត្រូវចេះបាទនៅក្នុងការទៅបើកឯកសាររបស់យើងនោះមកធ្វើការងារបន្តទៀតណាបាទអញ្ចឹងនៅលើវីដេអូនេះដែរខ្ញុំនឹងធ្វើការបង្ហាញបាទពីវិធីក្នុងការចូលទៅបើកឯកសាររបស់យើងហ្នឹងអញ្ចឹងទី1គឺយើងបើកវាតាមរយៈបាទយើងទៅបើកកម្មវិធី Word ហើយចាំយើងទៅស្វែងរកឯកសាររបស់យើងបាទទី2ខ្ញុំនឹងបង្ហាញបាទពីការបើកឯកសាររបស់យើងដែរគឺតាមរយៈបាទ File Explorer ណាបាទតើអញ្ចឹងតកតងជាមួយនឹងវិធីនៅក្នុងការចូលទៅបើកឯកសាររបស់យើងហ្នឹងបាទឥឡូវខ្ញុំសូមបង្ហាញនៅលើផ្ទាំងនេះតែម្ដងអញ្ចឹងនៅពេលដែលយើងចង់ធ្វើការបើកឯកសាររបស់យើងចំណុចសំខាន់គឺយើងត្រូវដឹងថាតើឯកសាររបស់យើងហ្នឹងឈ្មោះអីបាទហើយទីតាំងរបស់យើងហ្នឹងទុកនៅណាចឹងកាលពីវីដេអូមុនខ្ញុំបាន save ឯកសាររបស់យើងបានរួចរាល់ហើយចឹងខ្ញុំនឹងធ្វើការបង្ហាញទៅបើកវាមកវិញចឹងនៅក្នុងការចូលទៅបើកឯកសាររបស់យើងអ្នកទាំងអស់គ្នាអាចប្រើប្រាស់នៅលើបាទ menu របស់យើងនៅផ្នែកខាងលើនេះអ្នកទាំងអស់គ្នាអាចប្រើបាទមើលនៅខាងលើនេះទៅវាមានមុខងារមួយគឺ open ណាបាទអ្នកទាំងអស់គ្នាមើលនៅលើនេះទៅនឹងឃើញមានមុខងារហ្នឹងអញ្ចឹងយើងអាចចុចលើហ្នឹងទៅក៏បានដែរបាទទី2អ្នកទាំងអស់គ្នាអាចប្រើប្រាស់នៅលើបាទ file បាទ tab របស់យើងនេះបាទអ្នកទាំងអស់គ្នាមើលនៅលើហ្នឹងទៅវានឹងមាន recent folder មួយចំនួនតែបើអត់ទេអ្នកទាំងអស់គ្នាសូមជ្រើសរើសបាទពាក្យថា open ដូចគ្នាណាបាទអញ្ចឹងវានឹងបង្ហាញទាំងបែបនេះឲ្យយើងហើយមានវិធីមួយទៀតដែរបាទដែលយើងគាត់ថានៅពេលដែលយើងចូលកម្មវិធី Word ហ្នឹងទៅវាលឿនបាទអញ្ចឹងអ្នកទាំងអស់គ្នាអាចប្រើប្រាស់នៅលើ keyboard របស់យើងបាទយើងប្រើប្រាស់ key control បាទបូកជាមួយនឹងអក្សរ O បាទចឹងឬមួយក៏យើងអាចប្រើប្រាស់ key control បូកជាមួយនឹង F12 ក៏បានដែរតោះអញ្ចឹងវិធីទាំង3ហ្នឹងអ្នកទាំងអស់គ្នាអាចប្រើប្រាស់វិធីណាមួយក៏បានដែរដើម្បីចូលទៅបើកឥឡូវខ្ញុំសូមប្រើនៅលើបាទ Quick Access Toolbar របស់យើងនៅខាងលើនេះបាទបើសិនជាអត់មានទេអ្នកទាំងអស់គ្នាគិតលើខាងក្រោមនេះមកអ្នកទាំងអស់គ្នាគិតលើចុចគ្រីសលើ Open នេះមកវានឹងធ្វើការបង្ហាញឲ្យយើងបាទអញ្ចឹងចុចលើហ្នឹងមកចឹងមានធ្វើការបង្ហាញទាំងបែបនេះអញ្ចឹងជាទូទៅសម្រាប់ឯកសាររបស់យើងនៅពេលដែលយើងចូលទៅបើកឯកសារសូមយក Open នឹងហើយនៅពេលដែលចូលមកដល់ក្នុងនេះអ្នកទាំងអស់គ្នានឹងឃើញបាទផ្នែកខាងស្ដាំនេះអញ្ចឹងនៅផ្នែកខាងស្ដាំវាមានបាទឈ្មោះឯកសាររបស់យើងហ្នឹងបាទហើយនឹងមានទីតាំងមួយចំនួនប៉ុន្តែនៅក្នុងនេះខ្ញុំអត់រីកមែនដូចគ្នាយើងយកនៅត្រង់ហ្នឹងទេនៅត្រង់ហ្នឹងមានន័យថាឯកសារដែលយើងទៅតែធ្វើថ្មីបាទវានឹងមាននៅលើនឹងឲ្យយើងតែម្ដងប៉ុន្តែនៅពេលដែលឯកសារយើងធ្វើយូរខែយូរឆ្នាំបាទវាអត់មាននៅលើនឹងទេឬក៏នៅលើកុំព្យូទ័ររបស់យើងហ្នឹងប្រើរួមគ្នាអញ្ចឹងនៅពេលដែលយើងមើលនៅលើហ្នឹងទៅប្រកាសជាអត់ឃើញតែយើងខានបើកតាមអាទិត្យអីអញ្ចឹងយើងនឹងអត់ឃើញឯកសាររបស់យើងនឹងទេអញ្ចឹងខ្ញុំអត់រីកមែនឲ្យបើកនៅលើនឹងទេអញ្ចឹងជាទូទៅនៅពេលដែលយើងធ្វើការបើកឯកសារបាទសូមប្រើប្រាស់នៅលើ This PC ហើយនឹង Pro នេះទៅតាមអញ្ចឹងពីរហ្នឹងវាខុសគ្នាបន្តិចដែរណាសូមបញ្ជាក់អញ្ចឹងដោយសារតែនៅក្នុង Save ក៏វាមានបាទ This PC និង Pro ដូចគ្នាអញ្ចឹងកុំច្រឡំគ្នាកន្លែងពីរហ្នឹងសូមយក Open ណាបាទអញ្ចឹងនៅក្នុង This PC នេះអ្នកទាំងអស់គ្នានៅពេលដែលចុចទៅអ្នកទាំងអស់គ្នាអាចធ្វើការបាទ search រកបាទឈ្មោះ file របស់យើងហ្នឹងនៅត្រង់ហ្នឹងបាទឬក៏អ្នកទាំងអស់គ្នាអាចទៅរកមើលនៅលើទីតាំងរបស់យើងនៅខាងលើនេះណាក្នុងករណីយើងយក This PC បាទវាដូចជាគ្នាទៅនឹង save ហើយវាមានភាពងាយស្រួលដែរសម្រាប់365វាអាចឲ្យយើងធ្វើការ search រក file របស់យើងហ្នឹងបានចឹងដូចខ្ញុំបញ្ជាក់ខាងដើមអញ្ចឹងនៅក្នុងការបើកឯកសារគឺយើងត្រូវចាំឈ្មោះបាទឯកសាររបស់យើងណាដូចខ្ញុំបញ្ជាក់កាលពីយើងរៀន save អញ្ចឹងបាទយើងត្រូវចាំឈ្មោះហើយទី2អ្នកទាំងអស់គ្នាអាចបាទទៅប្រោវាដើម្បីទៅស្វែងរកទីតាំងជាក់លាក់របស់វាណាបាទអញ្ចឹងខ្ញុំចុចលើប្រោមកបាទអញ្ចឹងសម្រាប់នៅពេលដែលយើងយកប្រោសូមមើលខាងលើនេះផងខ្ញុំចង់បញ្ជាក់ហ្នឹងខែកុំឲ្យគ្នាយើងអ្នកខ្លះគាត់ច្រឡំយកអាហ្នឹងចេញ save as ចេញ save as យើងមានរឿងនិយាយគ្នាទៀតបាទឥឡូវយើងយកទៅ open ណាធ្វើម៉េចឲ្យចេញខាងលើហ្នឹង open អញ្ចឹងយើង save ម្សិលមិញយើង save នៅក្នុងអីនៅក្នុង this PC អញ្ចឹងណាបាទយើង save នៅ this PC នៅក្នុងបាទ drive អី drive D នេះអញ្ចឹងបាទយើងបើក drive D ហ្នឹងមកបាទបន្តមកទៀតយើង save ឲ្យមុនយើង save នៅក្នុងអី folder មួយឈ្មោះ Ravut នេះអញ្ចឹងយើងបើក Ravut ហ្នឹងមកបាទហើយយើង save នៅក្នុងអី Word បាទ exercise បាទអញ្ចឹងយើងនឹងឃើញឈ្មោះរបស់យើងហើយ exercise របស់យើងណាអញ្ចឹងមួយណាដែលយើងចង់បើកយើងគ្រាន់តែ select លើវាឬក៏យើងចុច2ដងលើហ្នឹងក៏បានឬក៏យើង select លើវាមួយបាទហើយយើងចុច open នៅខាងក្រោមនេះអញ្ចឹងឯកសាររបស់យើងហ្នឹងវានឹងបើកហើយបាទអានេះតកតងជាមួយនឹងការបើកបាទនៅក្នុងកម្មវិធី Word របស់យើងណាបាទអញ្ចឹងអានេះវាជាឯកសារដែលយើងបាន save ទុកថ្ងៃមុន
ចឹងនៅពេលដែលយើងចង់ធ្វើការវាយបន្តអីបាទយើងអាចវាយបញ្ចូលបន្ថែមបានណាបាទយើងស្មើលើទៅខ្ញុំយករូបមន្តរបស់យើងមកដដែលបាទស្មើលោរ៉ាំដដែលមកយក2បៀបាទ20អញ្ចឹងណាបាទបញ្ចក់វិញបាទ enter មកអានេះជារូបមន្តអក្សរទេអញ្ចឹងយើងចង់នេះយើងគ្រាន់តែចុច save ទៅអញ្ចឹងឯកសារយើងវាអត់ញ៉ៃទេយើងធ្វើហើយគឺយើង save ហ្នឹងវាជាប់ទៀតណាបាទតែឥឡូវខ្ញុំសូមបង្ហាញមួយវិធីទៀតនៅក្នុងការចូលទៅបើកឯកសាររបស់យើងនឹងដែរគឺយើងបង្ហាញតាមរយៈបាទ File Explorer របស់យើងណាគឺយើងនៅពេលដែលយើងចូលតើតើមួយ File Explorer គឺយើងចុច Windows អក្សរ E ណាខ្ញុំមានវីដេអូបង្ហាញដែរហ្នឹងណាអញ្ចឹងក្នុងការចូលទៅយកទៅមើលឯកសាររបស់យើងអញ្ចឹងយើងទៅរកនៅក្នុង File Explorer អញ្ចឹងអ្នកនរគ្នាចុច Windows អក្សរ E មកវានឹងធ្វើការបង្ហាញឲ្យយើងហ្នឹងបាទទាំង File Explorer យើងបែបនេះចឹងសម្រាប់ File Explorer នេះវាមាន recent ដូចគ្នាអញ្ចឹងនៅក្នុង quick នេះវាមាន recent ដូចគ្នាអញ្ចឹងប៉ុន្តែខ្ញុំសូមបញ្ជាក់ឡើងវិញថាខ្ញុំអត់ recommend ឲ្យគ្នាយើងយកនៅលើនេះទេណាបាទអញ្ចឹងយើងត្រូវដឹងថាទីតាំងរបស់យើង save នៅណាយើងទៅរកទីតាំងរបស់យើងណាបាទអញ្ចឹងយើង save ថ្ងៃមុន save នៅក្នុង disk PC នេះអញ្ចឹងណាបាទអញ្ចឹងយក disk PC មកឬយើងអាចចុចតម្លាក់នៅត្រង់នេះក៏បានដែរយកvolume D ឬយើងអាចចុចតម្លាក់បន្តទៀតហើយយើងទៅរកមើល folder របស់យើងឈ្មោះ robot នេះបាទយើងអាចចុចតម្លាក់ទៀតមកយើងមើលព្រួយហ្នឹងចុចតម្លាក់កន្លែងព្រួយហ្នឹងមក click លើកន្លែងព្រួយហ្នឹងមកចេញ save ឲ្យមុន save ក្នុងអី Word Exercise ហ្នឹងយើងចុចបើកវាមកបាទចុចបើកតាមហ្នឹងមកបាទអានេះតើតើមួយយើងត្រប់ចូលតាមនៅក្នុងនេះបើយើងអត់ទេយើងធ្វើតាមណាបាទមួយទៀតយើងអាចបាទកុំឲ្យថាខ្ញុំពេលខ្ញុំបង្ហាញ save ផ្សេងហើយបង្ហាញនេះផ្សេងខ្ញុំបង្ហាញមួយទៀតតាមរបៀបនៅក្នុងការ save របស់យើងណាបាទចេញចូល disk PC ដូចគ្នាអញ្ចឹងបន្តមកទៀតយើងបើក new volume D នេះមកបាទយើងបើកដូចគ្នាអញ្ចឹងគ្រាន់តែមួយយើងបើកនៅខាងនេះវាលឿនជាងបាទយើងបបคลิกទៀតមកបាទហើយនេះយើង Word Exercise របស់យើងនេះអញ្ចឹងយើងបើកវាមកអញ្ចឹងនេះ file ឯកសាររបស់យើងមិញអញ្ចឹងយើងបបคลิกវាមកអញ្ចឹងវាបើកតែម្ដងអញ្ចឹងនៅក្នុងការបើកបែបនេះវាអត់ងាយច្រឡំជាមួយនឹងឯកសារឬក៏បាត់ឯកសារណាបាទអ្វីដែលខ្ញុំបញ្ជាក់ឡើងវិញថានៅក្នុងការ save ដែលយើងគិតថាវាបាត់ឯកសារនោះគឺមានន័យថាអញ្ចេះបានន័យថាឥឡូវខ្ញុំបង្កើតទាំងឯកសារថ្មីមួយណាបាទខ្ញុំ Ctrl N មួយមកបាទជាធម្មតានៅពេលដែលខ្ញុំបើកឯកសារទៅខ្ញុំចង់បើកឯកសារមកមួយទៀតអញ្ចឹងខ្ញុំអត់យក save ទេខ្ញុំអត់យក open ទេខ្ញុំទៅយក save វិញច្រឡំយក save អញ្ចឹងណាបាទអញ្ចឹងនៅពេលដែលខ្ញុំយក save ទៅហើយខ្ញុំទៅប្រើវាទៅរកទីតាំងវាដូចយើង save អញ្ចឹងណាបាទហើយវានឹងមាន load mistake មួយយើងឥឡូវខ្ញុំឧទាហរណ៍យកទៅលើ drive របស់យើងទៅដែរបាទ drive E សំទោស drive D របស់យើងទៅដែរចឹងនៅពេលដែលយើងយក drive D មកយើងទៅបើក folder យើងអីដូចយើងបើកឯកសារហ្នឹងវាដូចគ្នាកន្លែងហ្នឹងតែយើងមើលចាប់អារម្មណ៍មើលខាងលើនេះគឺវាចេញ save as ប្រចាំកន្លែងហ្នឹងបាទចឹងខ្ញុំយកបែបនេះមកហើយខ្ញុំចុចលើឈ្មោះឯកសារនឹងមួយហ្នឹងបាទឧទាហរណ៍ណាបាទចឹងនៅពេលដែលខ្ញុំចុចយកបែបហ្នឹងវានឹងសួរយើងហ្នឹងយើងយកទៅយើងអត់ចាប់អារម្មណ៍មើលពេលហ្នឹងយើងយក save យើងអត់ចាប់អារម្មណ៍ថាហ្នឹងវា open នេះចឹងបើយើងចង់បើកឯកសារយើងយកបែបហ្នឹងវានឹង load message សួរយើងបែបនេះបាទចានេះដែលយើងនៅពេលដែលបើកឯកសារសូមប្រយ័ត្នមែនតើណាបាទអញ្ចឹងបើសិនជាវាលោតបែបនេះវាសួរបានន័យថាយើងមិនមែនយក open ទេគឺយើងច្រឡំ save ໄວប៉ុន្តែអ្វីដែលខ្ញុំចង់ឲ្យដឹងនៅកន្លែងនេះគឺបើកាលណាវាចេញបែបនេះវាបញ្ជាក់វាសួរយើងថាតើយើងចង់ replace អា file ដែលយើងអត់មានហ្នឹងទៅ file ដែលយើងមានឯកសារអត់អញ្ចឹងបើសិនជា file យើងដើមនេះវាមានឯកសារហើយយើងបើកមិញឯកសារនេះទេអញ្ចឹងបើយើងយក save as ហ្នឹងបានន័យថាយើងយកអា save ឈ្មោះរបស់យើងនេះជាន់ទៅលើឯកសារដែលយើងមានពេលយើងវាយបាន20 30សន្លឹកហើយយើងយកអត្តទេទៅជំនួស20 30សន្លឹកហ្នឹងចុះនៅពេលបើកទៅគឺវាអត់មានអីទេកន្លែងហ្នឹងបាទអាហ្នឹងបើយើងយកអាហ្នឹងបើយើងយកអាខាងក្រោមនេះបានន័យថាយើងវាឲ្យយើង save ហើយវាយើងឲ្យយើងដូរឈ្មោះផ្សេងណាបាទ save ដូរឈ្មោះផ្សេងវិញអញ្ចឹងបានន័យថាវាឯកសាររបស់យើងអត់ដើមវាអត់បានទេតែវាឲ្យយើងដាក់ឈ្មោះផ្សេងវិញអញ្ចឹងអត្តទេវានៅទេអានេះវាឲ្យយើងមើលវាចូលគ្នាណាបាទអញ្ចឹងសូមប្រយ័ត្នកន្លែងហ្នឹងប្រយ័ត្នហើយចេះតែយកអាហ្នឹងហើយអូខេណាជាមួយខ្ញុំអូខេឲ្យមើលមួយបាទអញ្ចឹងវានឹងចេញឯកសារគឺទៅទេដែលគាត់វាយកឈ្មោះនឹងមកឃើញទេអញ្ចឹងយើងមើលឯកសាររបស់យើងដែលយើងពីមុនមានអសគឺវាបាត់អស់តែម្ដងអញ្ចឹងសូមប្រយ័ត្នកន្លែងហ្នឹងអាហ្នឹងជាអ្វីដែលខ្ញុំចង់បញ្ជាក់គ្នាយើងណានៅពេលដែលយើងធ្វើការបើកឯកសារហើយអ្វីដែលច្រឡំនោះគឺយើងបើកតាមវិធីទី1នេះបាទអញ្ចឹងអាហ្នឹងវាធ្វើពេលខ្លះនៅពេលដែលយើងច្រឡំយក save ទៅវាធ្វើឲ្យបាត់ឯកសាររបស់យើងណាបាទបាទអរគុណចឹងនៅលើវីដេអូនេះខ្ញុំមានពីរវិធីហ្នឹងហើយអ្វីដែលខ្ញុំ recommend ឲ្យគ្នាយើងចូលទៅបើកយកមើលឯកសារយើងសូមប្រើវិធីទី2នេះណាយើងបើកតាម File Explorer ទៅវាអត់ងាយនៅក្នុងការបាត់ឯកសាររបស់យើងទេបើសិនជាក្នុងករណីយើងសុពេច7ណាបាទអញ្ចឹងកុំភ្លេចជួយចែករំលែកវីដេអូនេះផងហើយជួបគ្នានៅវីដេអូក្រោយៗទៀតណាបាទសូមអរគុណ